ជាសួរលោកគ្រូនិងមិត្តរួមការទាំងអស់គ្នាថ្ងៃនេះធ្វើមកបង្ហាញអំពីការ connect SSH ជាដំបូងនេះធ្វើការចង់បញ្ជាក់ថានៅ blog ពេលដែលយើងធ្វើអីមួយយើងត្រូវការ snapshot ដើម្បីជៀសវាងក្នុងការបើសិនជាយើងមាន error អីយើងអាច rollback មកកាន់ state ដែលយើង stable ហ្នឹងបានអញ្ចឹងខ្ញុំសូមធ្វើការ start សិនហ្មងលោកចាំតិចអូខេវាពងដំណើរការនេះសូមធ្វើការ log in ជាមួយនឹងusername របស់ខ្ញុំហើយខ្ញុំធ្វើការវាយ password ចូលអូខេយើងដល់នេះហើយ success ក្នុងការ log in នេះជាដំបូងខ្ញុំសូមធ្វើការទៅ update ទៅលើវាដែលយើងវាពាក្យថា sudo dvd update ដោយ sudo នោះគឺបញ្ជាក់ពីដូចជាយើង run as administrator អញ្ចឹងហើយខ្ញុំធ្វើការ update ជាមុននោះចង់បញ្ជាក់ថានៅពេលដែលខ្ញុំ connect ឬក៏ធ្វើការ install package អីមួយទៅវាមិនទាមទារខ្ញុំ update អីយ៉ាងទៀតអញ្ចឹងខ្ញុំ update ឲ្យអស់សិនទៅទាមទារខ្ញុំវាចូលនៅ password we want to check the package that are update អូខេអានេះវា show ឲ្យយើងឃើញថាមាន29 package ដែលអាច upgrade បានខ្ញុំវាយ comment help list dash upgradable ហើយវាឲ្យយើងដើម្បីថាយើងមាន package ណាដែលអាច upgrade បានអូខេអញ្ចឹងសូមធ្វើការ upgrade មកទៅដល់ sudo help upgrade អូខេឥឡូវយើងចុច yes មកការ upgrade នេះផងដែរគឺលឿនហើយនឹងយូរគឺអាស្រ័យលើអ៊ីនធឺណិតរបស់អ្នកនរគ្នានេះទេបើសិនជាយើងមានអ៊ីនធឺណិតលឿនអូខេវានឹង upgrade លឿនអូខេសូមធ្វើការ pause អូខេតលេឃើញថាវាចិត្ត upgrade ពេញហ្នឹងជាបន្ទាប់ទៅដល់ការ process អូខេការផ្សេងគឺចិត្តបានពេញលេញនេះការដល់ចាំតិចទៀតទេអូយ6%ទៅអូខេអានេះយើង click import ទៅលើ OK ណាអូខេតើចំណុចនេះគឺវា show ប្រាប់យើងថានៅកន្លែងណាដែលយើងគួរ update គឺថា which services should be restart
thì tới dương ok một cái ok và đó mất dương thôi ca repeat sudo app updateទៀតក្នុងគោលបំណងចង់ទៅមើលថានៅខ្សោយ package ណាខ្លះដែលយើងនៅខ្វះខាតហើយត្រូវការ update នេះគឺវា show មកឲ្យថា all packages are up to date អញ្ចឹងយើងត្រូវការចាំបាច់ទៅ update អីទៀតនេះហើយឆ្លៀតពេលនឹងដែរនៅក្នុងsetting របស់យើងដែលយើងត្រូវកំណត់ network ក្នុងគោលបំណងដែលយើងចង់ឲ្យម៉ាស៊ីនខាងក្រៅហ្នឹងខាងក្នុង virtual box ហ្នឹងវាស្គាល់ជាមួយនឹងinternet ខាងក្រៅដូច្នេះយើងប្រើ bridge adapter ហើយនេះគឺជា network ដែលខ្ញុំប្រើប្រាស់ទៅលើ wireless LAN card ពេលคลิก OK មកតែនេះវាស្គាល់ហើយទៅជាបន្ទាប់មកយើងទៅស្វែងរកនៅ username របស់យើងហើយវាពាក្យថា who am I អូខេហើយជា username របស់ខ្ញុំ command ដែលត្រូវ show username បន្ទាប់មកយើងវាយ command ស្វែងរកនៅdirectory មួយណាដែលយើងកំពុងតែឈរលើនោះហើយវាពាក្យថា wpd អូខេ3ពាក្យហ្នឹងគឺ stand for present working directory ហើយយើងចូលការចុច enter មកនេះគឺជា directory ដែលយើងកំពុងតែឈរលើហើយជាបន្ទាប់យើងសូមធ្វើការ install នៅ package មួយដែលជា SSH server ហើយយើងវាយថា sudo apt install open SSH server អូខេយើងធ្វើការ enter មកអូខេអានេះគឺយើងធ្វើការ install ហើយបន្តមកទៀតយើងចង់ដឹងថាតើSSH ហ្នឹងវា run ឬក៏អត់អញ្ចឹងយើងត្រូវវាយ command មួយដើម្បី show នៅ status របស់វាដោយយើងវាយ sudo system control status SSH អូខេនោះយើងឃើញពណ៌បៃតងវា active ហើយនឹងវា run នេះហើយបន្តមកទៀតយើងចូលទៅកាន់command មួយទៀតដោយ command បើកនៅអនុញ្ញាត firewall ហើយយើងវាពាក្យថា sudo ufw allow SSH អូខេហើយយើងcommand ដែលចង់ show នៅ IP address ដែលយើងស្រួលធ្វើការ connect ជាមួយនឹងPowerShell របស់ Windows ផ្ទាល់ហើយយើងវាយ IPA មកអូខេ IP address របស់ខ្ញុំគឺ 192.168.100.116 អញ្ចឹងកុំឲ្យខាតពេលយើងចូលមកកាន់ PowerShell របស់យើងមកនៅលើ Windows ហ្នឹងយើងធ្វើការ as administrator ហើយយើង pin ទៅកាន់ IP ដែល show មកហ្នឹងគឺ 192.168.100.116
100 ចុច116 អូខេយើងធ្វើការ pin ស្គាល់ហើយបន្តមកទៀតនៅពេលដែលយើងចង់ connect ហើយចង់ប្រើប្រាស់ទៅលើ power cell មកគឺយើងគ្រាន់តែវាយ comment ថា SSH user ជាស្រេចកន្លែងនេះ username របស់យើងមិញគឺខ្ញុំបានវាយឲ្យ show ឲ្យមើលហើយគឺសេងស្វងហើយទៅដាក់ជាមួយនឹង IP address របស់យើងមិញមកហើយជាស្រេចខ្ញុំច្រឡំយើងត្រូវធ្វើការជាមួយនេះទៅបើកវិញអូខេវាយវិញ SSH username យើងវិញសេងស្វង add IP address តែ192 ចុច 168 ចុច 100 ចុច ចុចតែ yes មកអូខេវាទាមទារ password របស់យើងខ្ញុំមាន password របស់ខ្ញុំចូលមកដល់ពេលយើងមើលឃើញdigit ចឹងវាអាចមានការភ័ន្តច្រឡំ password អូខេឥឡូវយើង access ចូលទៅកាន់ប្រើប្រាស់ SSH ទៅលើ terminal របស់យើងបាន 100% យើងបិទនេះមក Okay, power off the machine as well. ជាចុងក្រោយនៃវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងអរគុណសម្រាប់ការតាមដានទស្សនាជម្រាបលា